ลังสมัติកិច្ចបង្ក្រាបសម្បុកឆោបោកអនឡាញនៅសន្តាគារមួយក្នុងខណ្ឌសែនសុខឃាត់ខ្លួនមនុស្សជិត50នាក់មាន5សញ្ជាតិផ្សេងគ្នាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬ online scam មួយកន្លែងនៅសន្តាគារជីនបៀនមេឌូដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ1019ក្នុងភូមិទ្រង់មាន់សង្កាត់អូបៃក្អមខណ្ឌសែនសុខរាជធានីភ្នំពេញប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី22ខែមីនាឆ្នាំ2026ក្រោមការដឹកនាំបញ្ជាពីឯកឧត្តមខុងស្រេងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនិងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ឯកជុននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលនីតិវិធីពីលោកឆៃហុងព្រះរាជអាជ្ញារងនៃអัยការអមស្លាដំបងរាជធានីភ្នំពេញជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សស្របចំនួន49នាក់ក្នុងនោះនៅជាន់ផ្ទាល់ដីត្រង់ចំណុចកាមេរ៉ាសុវត្ថិភាពមានមនុស្ស7នាក់រួមមានជនជាតិចិន6នាក់និងស្ត្រីជនជាតិវៀតណាមម្នាក់នៅជាន់ទី2និងជាន់ទី3ដែលជាបន្ទប់ស្នាក់នៅមានមនុស្សចំនួន26នាក់ក្នុងនោះជនជាតិចិន25នាក់និងជនជាតិម៉ាឡេស៊ីចំនួន1នាក់ដែលនៅជាន់ដំបូលដែលជាទីតាំងប្រព្រឹត្តសកម្មភាពឆោបបោកអនឡាញមានមនុស្ស16នាក់ក្នុងនោះមានជនជាតិចិន12នាក់ជនជាតិម៉ាឡេស៊ីចំនួន2នាក់ស្ត្រីជនជាតិមីយ៉ាន់ម៉ាម្នាក់និងស្ត្រីជនជាតិខ្មែរម្នាក់ក្នុងនោះសមត្ថកិច្ចក៏បានដកហូតវត្ថុតាំងមួយចំនួនធំរួមមានកុំព្យូទ័រ all in one ចំនួន60គ្រឿង CPU ចំនួន31គ្រឿង laptop 1គ្រឿងទូរស័ព្ទដៃចំនួន687គ្រឿងនិង SIM កាតម៉ាឡេស៊ីចំនួន46 SIM ដែលបើតាមការស៊ើបអង្កេតបឋមក្រុមជនសង្ស័យទាំងនេះបានប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានសម្រាប់ប្រព្រឹត្តសកម្មភាពឆោបបោកក្នុងរូបភាពជាវិនិយោគคล้ายៗដោយផ្ដោតលើគោលដៅជនរងគ្រោះនៅប្រទេសម៉ាឡេស៊ីនិងប្រទេសផ្សេងៗទៀតប្រភពដដែលបានបញ្ជាក់ថាក្រុមនេះទើបតែបានផ្លាស់ប្ដូរទីតាំងមកពីខេត្តត្បូងឃ្មុំយ៉ាងណាមិញបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាំងទាំងអស់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តអនុវត្តតាមនីតិវិធីច្បាប់និងឈានទៅកំណត់អត្តសញ្ញាណមុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀតជាមួយគ្នានេះអាជ្ញាធរក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួលនិងម្ចាស់ទីតាំងស្នាក់នៅទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការស្នាក់នៅរបស់ជនបរទេសខុសច្បាប់ឬអ្នកដែលសង្ស័យថាពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាគូរំលឹកថាសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាកម្ពុជាមិនមែនជាកន្លែងសម្រាប់អ ுக ្រិតជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆោបបោកឬបទល្មើសឆ្លងដែនឡើយរាល់បុគ្គលឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆោបបោកទាំងនេះនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ឬការអន្តរាគមន៍ណាមួយឡើយ